បាទសួស្តីទាំងអស់គ្នាសូមថ្ងៃនេះសូមទៅបន្តលំហាត់សវិទ្យានិម្មិតយើងបន្តទៀតគឺតកតងនឹងលំហាត់ទី9លំហាត់ទី9របស់យើងគេឲ្យបង្ហាញថាសវិទ្យានិម្មិតដែលគេឲ្យខាងក្រោមហ្នឹងសុំទោសបង្ហាញថាសវិទ្យាខាងក្រោមជាសវិទ្យានិម្មិតដែលសវិទ្យានិម្មិតបើដែលគេឲ្យយើងគឺមានតួទូទៅកំណត់ដោយ UN ស្មើនឹង7គុណនឹង3សេគុណ n ដក1ហើយនឹងសំណួរខ UN បូក1ស្មើនឹង1លើ8គុណនឹង4សេគុណ n ចឹងនៅក្នុងមហានទី9នេះគឺមាន2ហើយសូមទៅចម្លើយតែម្ដងបង្ហាញថាស្វីតខាងក្រោមជាស្វីតធនិមិត្តដែលស្វីតដែលគេឲ្យខាងក្រោមគឺមានតួទូទៅកំណត់ដោយ UN ស្មើនឹង7គុណនឹង3សេគុណ n ដក1អញ្ចឹងនៅពេលដែលគេឲ្យបង្ហាញថាស្វីតមួយជាស្វីតធនិមិត្តនៅពេលដែលគេឲ្យតួទី n បែបនេះគឺយើងអាចរកតួនីមួយៗនៃ switch មានន័យថាយើងអាចរកតួទី1រកតួទី2ដែលចំនួន n ស្មើ1 n ស្មើ2ទៅក្នុងតួទី n បន្ទាប់មកយើងធ្វើផលធៀបរវាងពីរតួជាប់គ្នាប្រសិនបើមានតម្លៃស្មើគ្នាមានន័យថាវាជា switch ធរនិមិត្តហើយរបៀបមួយទៀតយើងអាចរកពីរតួជាប់គ្នាដែលយើងមានតួទី n យើងអាចរកតួទី n បូក1ហើយបន្ទាប់មកយើងធ្វើផលធៀបរវាងពីរតួជាប់គ្នាបើសិនបើវាខ្លាយទៅជាចំនួនថេរមានន័យថាវាជា switch ធរនិមិត្តដូចគ្នាអញ្ចឹងនៅក្នុងលំហាត់នេះខ្ញុំសូមបង្ហាញតាមការធ្វើផលធៀបរវាងតួទី n បូក1ជាមួយនឹងតួទី n ដោយយើងមានតួទី n ស្មើនឹង7គុណនឹង3សេគុណ n ដក1អញ្ចឹងខ្ញុំជំនួស n ដោយ n បូក1តួទី n របស់យើងទៅជា un បូក1ស្មើនឹង7គុណនឹង3សេគុណ n ដោយសារយើងជំនួស n ដោយ n ដក1សំទោសយើងជំនួស n ដោយ n បូក1ពេល n ទៅជា n បូក1ដក1បូក1នេះអស់ចំណុចសល់3ស្វ័យគុណ n បន្ទាប់ពីយើងមាន2តួជាប់គ្នាហើយដូចយើងដាក់តួទី n និងតួទី n បូក1ជា2តួជាប់គ្នា un តួមុនហើយនិង un បូក1តួបន្ទាប់បន្ទាប់មកយើងនឹងធ្វើការបញ្ជាក់តាមរយៈ un ជាស្វេធននិមិត្តត្រូវគោរពតាមលក្ខខណ្ឌផលធៀបរវាងពីរតួជាប់គ្នាស្មើនឹងចំនួនថេរ un បូក1ដែល un គឺស្មើនឹងចំនួនថេរបើសិនយើងបង្ហាញទៅឃើញស្មើចំនួនថេរពិតមែនមានន័យថាវាជាស្វេធននិមិត្តដែរអញ្ចឹងខ្ញុំជំនួស un បូក1ដោយ7គុណនឹង3សេគុណ n ដោយសារ un បូក1យើងរកឃើញ7គុណនឹង3សេគុណ n ហើយនឹង un របស់យើងជំនួសដោយ7គុណនឹង3ស្វ័យគុណ n ដក1បន្ទាប់មកយើងនឹងធ្វើការគណនាកន្សោមបែបនេះដោយយើងពលិត3ស្វ័យគុណ n ដក1ទៅជា3ស្វ័យគុណ n គុណនឹង3ស្វ័យគុណដក1ហើយបន្ទាប់មកទៀតយើងធ្វើការសម្រួលកត្តាដូចគ្នាគឺ7សម្រួលជាមួយ7 3សេគុណ n សម្រួលជាមួយនឹង3សេគុណ n ចេញយើងនៅសល់1លើ3សេគុណដក1ហើយ1លើ3សេគុណដក1ស្មើនឹង3ដែលយើងចម្រាស់ស្វ័យគុណស្មើនឹង3ជាចំនួនថេរអូខេអញ្ចឹងយើងអាចសន្មតថាស្វីតដែលគេឲ្យ un ស្មើ7គុណនឹង3សេគុណ n ដក1ជាស្វីតធននិមិត្តគ្រប់តាមលក្ខខណ្ឌជាចំនួនថេរសូមទៅលំហាត់ខមកយើងគេឲ្យតួទី n បូក1ស្មើនឹង1លើ8គុណនឹង4សេគុណ n មានតួទី n បូក1អញ្ចឹងនៅក្នុងនេះយើងអាចកំណត់តួ1តួ2តួ3ទៅផលធៀបក៏បានឬក៏យើងរកពីតួជាប់គ្នាមានថាបើយើងមានតួទី n បូក1យើងអាចរកតួទី n បូក2ឬក៏យើងរកតួដំបូងតួមុនតួទី n បូក1គឺតួទី n ក៏បានចឹងនៅក្នុងលំហាត់នេះខ្ញុំសូមរកតួមុនគឺតួទី n ដែលយើងជំនួស n បូក1ទៅជា n វិញឬក៏យើងមានថាយើងដក1ចេញវិញពេលយើងដក1ចេញមានសល់ n អញ្ចឹងបើយើងដក1កន្លែងនេះ4សេគុណ n ក៏យើងត្រូវដក1ដែរយើងបាន un របស់យើងស្មើនឹង1លើ8គុណនឹង4ស្វ័យគុណ n ដក1មានថាយើងត្រូវ n បូក1ត្រូវដក1ចេញអញ្ចឹង4សេគុណ n ក៏ត្រូវដក1ចេញដូចគ្នាបន្ទាប់យើងមានពីរតួជាប់គ្នាយើងដឹងថាតួទី n បូក1ជាតួបន្ទាប់និងតួទី n តួដំបូងតួមុនជាងធ្វើផលធៀបមកតែគ្រប់តាមលក្ខខណ្ឌវាជាចំនួនថេរដែរទេតែយើងបញ្ជាក់ថា un ជាស្វេធននិមិត្តលុះត្រាតែឬក៏ត្រូវគោរពតាមលក្ខខណ្ឌមួយគឺតួបន្ទាប់លើតួមុនស្មើនឹងចំនួនថេរហើយខ្ញុំនឹងជំនួស un បូក1ដោយ1លើ8គុណនឹង4សេគុណ n ហើយខ្ញុំជំនួស un ដោយ1លើ8គុណនឹង4សេគុណ n ដក1បន្ទាប់មកយើងនឹងធ្វើការពលិតស្វ័យគុណដោយលំហាត់លេខ1ដែរ4សេគុណ n ដក1ខ្ញុំអាចសរសេរបានថា4សេគុណ n គុណនឹង4សេគុណដក1ហើយយើងនឹងសម្រួលកត្តាដូចគ្នាចោល1លើ8សម្រួលចោល
4 second n ព្រោះចង់យើងបានចម្លើយជា1លើ4 second ដក1តែ1លើ4 second ដក1ស្មើនឹង4ក៏ជាចំនួនថេរដែរដូចនេះ switch un នេះគេឲ្យ1លើ8ស្មើនឹងអត់ទោះ un បូក1ស្មើនឹង1លើ8គុណនឹង4 second n ជា switch term ធនមានអញ្ចឹងនៅក្នុងលំហាត់នេះគឺ